ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះអីវ៉ាន់ចូលស្តុកច្រើនដល់ពេលអញ្ចឹងមករៀបអីវ៉ាន់តិចទៅហាងណាចាហ្នឹងហើយអីវ៉ាន់នៅហាងខ្ញុំពេលខ្លះចូលមួយអាទិត្យម្ដងអីវ៉ាន់ខ្លះមួយខែម្ដងអីវ៉ាន់ខ្លះកន្លះខែម្ដងអញ្ចឹងដោយក្រុមហ៊ុនមួយគេយកចូលហើយនឹងអីវ៉ាន់ខ្លះទៀតយើងទៅទិញពីផ្សារខ្លួនឯងអញ្ចឹងថ្ងៃនេះអីវ៉ាន់ដែលមួយខែមកម្ដងហ្នឹងរៀងចូលរៀងច្រើនដែរចាយើងអស់ច្រើនដែរយើងចាឆ្លៀតពេលលក់បដាអញ្ចឹងទៅរៀបបដាអញ្ចឹងទៅបើមិនអញ្ចឹងទេចាមិនដឹងស្មានណាបានទៅផ្ទះទេតោះតែសល់ម៉ោងហ្នឹងយើងអត់អង្គុយលេងយើងមកធ្វើឲ្យហើយអញ្ចឹងចាទៅបានឆាប់ទៅផ្ទះធ្វើកិច្ចការងារផ្ទះទៀតការងារមានអីទេបងប្អូនការងារដូនណាត់បងប្អូនយើងដូនណាត់ដឹងស្រាប់ហើយចាដែរទេបើបងប្អូនអត់ដឹងគឺមានអីរៀបត្រៀងអញ្ចឹងទៅចាលក់អញ្ចឹងទៅសម្អាតចាធ្វើការដែលអ្នកដូនណាត់វាយដូនណាត់គាត់អត់ធ្វើហ្នឹងអញ្ចឹងយើងធ្វើការងារនឹងប្រហើយជំនួសគាត់អញ្ចឹងទៅចានិយាយទៅថាធ្វើគ្រប់មុខនៅក្នុងហាងហ្នឹងឯងលើកឡើងតែវាយនំកាត់នំធ្វើនំមួយចៀននំមួយទេដែលអ្នកលក់ភិកច្រើនគាត់អត់ធ្វើអញ្ចឹងហើយអ្នកលក់ខ្លះគាត់ជួយចៀនជួយជ្រលក់ជួយអីទៀតណោះចាប៉ុន្តែខ្ញុំអត់បានធ្វើទេខ្ញុំពួកខ្ញុំមករៀងថ្ងៃអីអញ្ចឹងគឺជួយការងារអីផ្សេងនឹងឯងចាហើយរៀបតាហ្នឹងក៏រៀបស្តុកអីវ៉ាន់កុំឲ្យវាញ៉ៃតាចាលើកចុះលើកឡើងដូរទៅលិចដូរទៅកើតនឹងឯងហើយធ្វើឃ្លានក៏មកញ៉ាំប្រូតេអ៊ីនតិចទៅចាញ៉ាំយកកន្លងអញ្ចឹងណាព្រោះចេញពីធ្វើការទៅត្រូវទៅផ្ទះការងារផ្ទះទៀតអញ្ចឹងក៏ឆ្លៀតញ៉ាំតិចឲ្យហើយចាញ៉ាំហើយហ្នឹងប្តីមកដល់មកដល់ហ្នឹងក៏នាំកូនស្រីមកផ្ទះវិញចាមកដល់ផ្ទះហ្នឹងចាមកដល់ហ្នឹងក៏ដាក់ចំហុយបន្លែពីរបីមុខហើយនឹងសាច់ជ្រូកបន្តិចឲ្យទុកឲ្យប្តីខ្ញុំគាត់ញ៉ាំអញ្ចឹងដោយសារនឹងតែបើគាត់ញ៉ាំអាហារសុខភាពមួយរយៈហ្នឹងចាហើយក៏ដាក់ដាំបាយឆ្លៀតដាក់ដាំបាយអីបន្តិចទូកូនគេលេងបោះក្រូចបោះចុះបោះឡើងទៅក្បាលមិញហ្នឹងចាទៅក្បាលគេហូតមក5អញ្ចឹងទៅទាននំទៀតចាដាក់ដាំបាយដាក់អីចោលអញ្ចឹងទៅខ្ញុំហ្នឹងចាកូនលេងក្បែរបដាអីបដាហ្នឹងឯងហើយខ្ញុំមិញហ្នឹងក៏ដាក់ចៀនសាច់ក្រកណាសាច់ក្រកម៉ាក់ក៏ធ្វើឲ្យអញ្ចឹងរៀងសាបន្តិចពេលដែលខ្ញុំចៀនហ្នឹងគឺខ្ញុំដាក់ទឹកហើយខ្ញុំលាយគ្រឿងថែមដាក់ចាគ្រឿងថែមអញ្ចឹងតាមចំណង់ចំណូលចិត្តខ្ញុំអញ្ចឹងទៅចាពួកឲ្យវារៀងសាបងម៉ាក់គាត់ក៏សាអញ្ចឹងយើងញ៉ាំយើងថែមតាមហ្នឹងទៅចាមើលខឹងទៀតហើយមិញហ្នឹងបោះក្តាស់អង្គុយលេងហើយបោះក្តាស់សុំនំមុនហ្នឹងខ្ញុំអត់ឲ្យតែគេខឹងគេពួកឲ្យចិត្តដល់មកញ៉ាំបាយអញ្ចឹងខ្ញុំខ្ជិលឲ្យនំចាហើយជ្រក់នេះម៉ាក់គាត់ឲ្យមកដែរអញ្ចឹងគាត់ឲ្យសាច់ក្រកឲ្យជ្រក់ឲ្យអីទៀតចាមកមើលក្នុងទូខ្ញុំបន្តិចមើលចាមានពងត្រីយកពីស្រុកខ្មែរមកមានចាអានេះក៏ពឹសពីស្រុកខ្មែរមកមានត្រីនេះបងថ្លៃក៏ទិញពីស្រុកខ្មែរមកចាមានអីទៀតមករើហ្នឹងរើរកចាំជំនីជ្រូកបន្តិចទៅស្លចានេះក៏ត្រីបងថ្លៃក៏ទិញផ្ញើមកឲ្យដែរហើយសមហ្នឹងបើមកឃើញហ្នឹងមិនបាច់ទេព្រោះយើងអត់បានដាក់ក្នុងថង់វាលហែកទៅអត់បានយកថង់ថ្មីមកដាក់សមហ្នឹងមកគាត់វិចផ្ញើពីចាផ្ទះមក4ម៉ោងពីគ្នាគាត់ចាមាននំកញ្ឆាយនេះក៏យកពីស្រុកខ្មែរមកចាំមួយឆ្នាំហើយបងប្អូននឹងខ្ញុំទៅលេងស្រុកខ្មែរមែនអានោះចាហើយមានថ្នោតនេះម៉ាក់គាត់ផ្ញើមកម៉ាក់គាត់យកពីស្រុកខ្មែរមកឲ្យគាត់យកមកឲ្យខ្លះអញ្ចឹងណាចាមានអីយើងនៅស្រុកអាមេរិកនេះយើងមានគ្នាទៅគឺថាផ្ញើមកអីវ៉ាន់មកតាមនឹងឯងចាថ្ងៃនេះស្ងោស្ពៃជូនបន្តិចឲ្យកូនស្រីខ្ញុំនោះចារើទូលេងអស់ហើយចាគេជួយដែរជួយពងាយថ្ងៃហ្នឹងតាមវិញថ្ងៃមុនជួយគេអត់សូវរករឿងអត់សូវអីថ្ងៃនេះរៀងចារៀងមិនជិះរករឿងអីហ្មងណាគ្រាន់តែថាពងាយអញ្ចឹងណាចាអញ្ចឹងយើងធ្វើការហ្នឹងឲ្យគាត់ពងាយទៅចាំធ្វើរួចដែរចាំគិតគូរតាមនឹងទៀតសម្អាតអីតាមក្រោយអញ្ចឹងទៅកុំឲ្យតែគាត់រករឿងពិបាកនៅលើដៃយើងធ្វើម្ហូបផងពរផងអាហ្នឹងពិបាកហ្នឹងហើយថ្ងៃខ្លះក៏ស្រួលថ្ងៃខ្លះក៏រករឿងអញ្ចឹងទៅក្មេងតាមទម្លាប់របស់ក្មេងហ្នឹងហើយបងប្អូនចានេះមកមើលសាច់ក្រកខ្ញុំចៀនយ៉ាងឯងតាមពិតយើងចៀនយ៉ាងដាក់ឲ្យចូលគ្រឿងហើយយើងយកទៅអាំងទៀតក៏ហមល្អបងប្អូនប៉ុន្តែខ្ញុំខ្ជិលអាំងព្រោះញ៉ាំខ្លួនឯងប្តីខ្ញុំក៏អត់ញ៉ាំទេចាហាន់សាច់លាងសាច់លាង
ចាតាមធម្មតាយើងអត់សូវមានពេលវេលាធ្វើម្ហូបអីច្រើនเนาะអញ្ចឹងចាចក្រានមានប៉ុន្មានភាគច្រើនបច្ចេកទាំងអស់ហ្នឹងឯង2 3 4អញ្ចឹងទៅថ្ងៃខ្លះចាមើលមិញហ្នឹងចំហុយបន្លែឆ្អិនហើយមកដាក់ដាំទឹកស្លទៀតហើយប៉ុន្តែឃ្លានអញ្ចឹងក៏ឆ្លៀតដួសបាយញ៉ាំបដាអញ្ចឹងដាក់ដាំទឹកចោលបដាទៅញ៉ាំហ្នឹងញ៉ាំជាមួយសាច់ក្រកចៀនជាមួយនឹងជ្រក់ដែលម៉ាក់គាត់ឲ្យមកជ្រក់ចិត្តហើយឆ្ងាញ់មែនតើហ៊ានធ្វើតាមគាត់ហើយនឹងស្លនៅសល់ពីល្ងាចហ្នឹងគឺស្ងោរស្ពៃនោះចាអញ្ចឹងក៏ញ៉ាំជាមួយបាយនឹងឲ្យហើយទៅហើយកូននោះគេមិនទាន់ញ៉ាំទេគេនឹងអង្គុយលេងនោះសិនពោះគេទៅញ៉ាំចំណីចំណុកអញ្ចឹងឃ្លានខ្លួនឯងហ្នឹងក៏ញ៉ាំមុនកូនអញ្ចឹងទៅនៅអាមេរិកនេះភាគច្រើនគឺមិនសូវបានញ៉ាំបាយជុំគ្នាទេបងប្អូនជាពិសេសផ្ទះខ្ញុំហ្នឹងគឺថាញ៉ាំម្ដងម្នាក់ហ្នឹងដោយសារអីដោយសារ level រៀងខ្លួនហើយអ្នកណាឃ្លានស្មានណាក៏ញ៉ាំស្មានហ្នឹងទៅចាញ៉ាំហ្នឹងរត់មកទឹកពុះរត់មកដាក់សាច់ស្ងោរចោលសិនបើមិនអញ្ចឹងមិនដឹងបានណាឆ្អិនទេចាដាក់សាច់ស្ងោរចោលអញ្ចឹងទៅមកញ៉ាំបាយប្រហើយអញ្ចឹងទៅចាញ៉ាំថ្ងៃនេះញ៉ាំបាយរៀងច្រើនណាសាច់ក្រកឡើង3ដុំចាញ៉ាំអស់2ដុំហើយរៀងនៅស្ទើគឺទៅថែមបាយហើយថែមសាច់បណ្ដុំមកទៀតហើយញ៉ាំស្លអស់មួយចានទៀតគឺភាគច្រើនខ្ញុំញ៉ាំស្លច្រើនហើយបាយថ្ងៃខ្លះក៏ញ៉ាំច្រើនថ្ងៃខ្លះក៏ញ៉ាំតិចទៅតាមហ្នឹងអញ្ចឹងណាព្រោះរៀងកាត់បន្ថយបាយច្រើនណាខ្ញុំមកបើពីមុនណាបាយ3ចានទេបងប្អូនហ្នឹងហើយបើឥឡូវមួយចានហ្នឹងដួសតែមួយវែកអីទេអញ្ចឹងញ៉ាំមួយពេលហ្នឹងអស់ប្រហែល2វែកអីទេចាបាយហើយហ្នឹងក៏មកដាក់ថែមគ្រឿងថែមអីស្លយើងអញ្ចឹងណាចាហើយបន្ទាប់មកទៀតហ្នឹងគឺរៀបចំចក្រានចានឆ្នាំងហ្នឹងទុកដាក់ឯងដែលនៅកយើងលាងមិនតាន់ស្អាតមិនតាន់រួចអញ្ចឹងទៅធ្វើបដាមើលស្លបដាធ្វើចាការងារទុកដាក់ចក្រានជើងឆ្នាំងយើងនឹងបដាអញ្ចឹងទៅមើលកូនបដាអញ្ចឹងទៅមើលបងប្អូនចាឡើងរាយបាយនៅកលៀតនោះកូនស្រីខ្ញុំចារត់ទៅលេងណាបាត់ទៀតហើយចាឈប់ធ្វើបដាហ្នឹងអត់ផ្លេចទេផ្នែកហ្នឹងមើលទៅស្លោបដាខ្លាច់ផលខ្លាច់អីចឹងណាចាបន្ទាប់ពីរៀងផុយសាច់ហើយក៏យកមកដាក់បន្លែចាដាក់បន្លែហើយក៏មកទុកឲ្យវាពុះឲ្យរៀងចិនបន្លែបន្តិចទៅព្រោះអីស្ងោរស្ពៃជូរដោយបងប្អូនដឹងចឹងថាបន្លែយើងអត់ចាំបាច់ដាក់យូរប្រហែលទេចាអញ្ចឹងក៏មកលាងចានប្រហើយធ្វើការនៅកន្លែងសិញទឹកនេះប្រហើយអញ្ចឹងទៅចាមកលាងចានដោះជ្រះអីអញ្ចឹងឲ្យបានស្អាតបាតទៅកុំឲ្យវានៅធំក្លិនចាមើលស្លខ្ញុំឆ្អិនបាត់ហើយបងប្អូនតែប៉ុណ្្នឹងចាប៉ុន្តែអស់ស្លឹកខ្ទឹមចេញមកក្រៅផ្ទះកាត់ស្លឹកខ្ទឹមបន្តិចចាដើម្បីដាក់ក្នុងស្លយើងនៅថាពួកខ្ញុំចិត្តញ៉ាំស្លឹកខ្ទឹមច្រើនណាចាហើយក៏មករៀបកន្លែងកូនញ៉ៃនេះរៀបកុំឲ្យទៅផ្លូវខ្លាច់ដើរជន់ហ្នឹងចាមានអីទេស្លខ្ញុំឆ្អិនបាត់ហើយបងប្អូនចាធ្វើលឿននឹងឯងចាហើយក៏ដោយសារខ្ញុំចំហុយជ្រូកបន្តិចក៏មកហាន់សាច់ជ្រូកហ្នឹងហើយនឹងហាន់តសក់ហើយហាន់ម្ទេសខ្ទឹមអីដាក់លាយទឹកត្រីច្របាច់ក្រូចឆ្មាជាមួយចុចសាច់ជ្រូកអញ្ចឹងណាចាហើយក៏លើតុហ្នឹងរាយប៉ាយពេកក៏មកសម្អាតចេញបន្តិចទៅហើយយកបន្លែហើយនឹងសាច់ដែលខ្ញុំហាន់ហ្នឹងយកមកដាក់លើតុអញ្ចឹងទៅកុំឲ្យវាមើលទៅវាញ៉ៃខ្លាំងពេកហ្នឹងហើយចាហើយកន្លែងនេះនៅញ៉ៃហ្នឹងក៏រៀបចំចេញឲ្យស្អាតអញ្ចឹងទៅបងប្អូនចាឲ្យស្លាស់ទៅវាយើងចាស្លាស់ភ្នែកដែរហើយយើងក៏មានកន្លែងនៅពេលដែលកូនមកពីរៀនអីអញ្ចឹងយើងចេះតែមានកន្លែងដាក់អីវ៉ាន់ដាក់អីចឹងណាព្រោះដឹងស្រាប់ហើយបងប្អូនយើងមិនសម្អាតបានរហូតទេយើងមានកិច្ចការងារផ្សេងដែលត្រូវធ្វើដែរអញ្ចឹងយើងរៀបឲ្យស្លាស់អញ្ចឹងទៅយើងដាក់អីវ៉ាន់កូនមកពីរៀនឬក៏ញ៉ាំអីហើយអញ្ចឹងនៅលើតុញ៉ៃអញ្ចឹងយើងលើកដាក់ទៅលើនឹងសិនទៅចានេះមកដល់ល្ងាចទៀតណាបងប្អូនមិញហ្នឹងស្លពី3មុខមែនទេចាបណ្ដល់ពេលល្ងាចឡើងអត់ញ៉ាំស្លហ្នឹងទេរត់មកឆុងមីញ៉ាំណាណីណែដោយសារចង់ញ៉ាំមីបងប្អូនហើយស្លហ្នឹងទុកទៅស្អែកទៀតហើយស្អែកមកពីធ្វើការបានញ៉ាំអញ្ចឹងទៅចាមានចាញ៉ាំមីក្រេតតែមានគឹមឈីហ្នឹងម៉ាក់ខ្ញុំក៏ធ្វើផ្ញើមកឲ្យទៀតចាហ្នឹងហើយគឺគ្រប់យ៉ាងគឺថាម៉ាក់ផ្ញើមកឲ្យសឹងគ្រប់មុខហ្នឹងហើយញ៉ាំអីហើយអញ្ចឹងទៅបានទៅបញ្ចុកកូនស្រីទៀតកូនស្រីខ្ញុំគាត់ញ៉ាំជាមួយស្លស្ងោរអញ្ចឹងគាត់ចូលចិត្តណាស្ងោរស្ពៃជូរនឹងជូរនិយាយទៅកូនខ្ញុំមួយយ៉ាងហ្នឹងឲ្យតែស្លជូរគឺគាត់ចូលចិត្តញ៉ាំចាញ៉ាំខ្លួនឯងញ៉ាំបានបន្តិចអញ្ចឹងទៅមកទីឲ្យយើងបញ្ចុកឥឡូវក្បាលខូចតាំងពីចូលអាយុ2ឆ្នាំមកទីយើងបញ្ចុកបើកាលពី1ឆ្នាំជាងគឺចូលចិត្តញ៉ាំខ្លួនឯងអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានមើល